ជាវេទិកានៃការពិតដែលខ្ញុំបានយកវាមកនិយាយហើយវាក៏ជាវេទិកាមួយដែលខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកខ្ញុំមិនបានប្រឌិតឬក៏ខ្ញុំមិនបានបំភ្លៃនៅរឿងណាមួយទេរឿងគ្រប់យ៉ាងទាំងអស់វាគឺជារឿងពិតដែលខ្ញុំបានឮបានឃើញនិងបានជួបនិងបានប្រទះស្ដាប់ខ្ញុំថតទាំងអស់គ្នាជីវិតខ្ញុំជាអ្នកដឹកមកហោខោអាយខ្ញុំពេលនោះស្អុយដឹកកតោធ្វើការច្រើនពេកភ្នែកចង់មកញោក្បាលបែកញើហូរមកឡើងសើមជោគមួយថ្ងៃជី100គីឡូក៏មិនលឺថ្ងៃញ៉ាំខ្ញុំហូរជោគលីអូពេលឡើងក្រិនដៃទំមមានសំឡេងហោខ្ញុំប្រឹងប្រកកម្រៃឆ្នៃឈ្មោះព្រួត្រកូលខ្ញុំជាដូចជាត្រកូលដែលគេចាប់យកទៅស្រស់គេហៀទឹកមកសស្រាក់នៅពេលបានលឺពាក្យខ្ញុំស្ដោពីខ្ញុំទូដូចស្វាយត្រាំឲ្យអ្នកស្រីទឹកភ្នែកស្រស់ពីខ្ញុំដូចបណ្ដាសាឲ្យអ្នកភ័យដេកមកស្លោះក្លិនខ្ញុំឈ្ងុយដែលគេចំហុយកៅឡាអាភ្លៀងណាចង់ប្រថុយខ្ញុំផ្ទះថ្មីអានឹងបាចាប់ចិត្តដែលជាចំណិតឲ្យពុះឲ្យដូចជាផ្លែមកកាឲ្យតែសៃឲ្យកុពេឲ្យឈរស្គប់ដោយរូបចម្លាក់5ឆ្នាំនៅក្នុងចម្រៀងប្រើ calling word play យកផាញ់ឆ្លាញ់ជាមកបង្ហាញប្រាប់បេដងជាមកសរសេររៀបពាក្យចេញពីកំណិនបាញ់ឆិតចេញជាសំឡេងធ្វើចេញពីអាត្មាស្រវាដែលទៅទេពីបញ្ញមានជាលវិញនៃញោមគេដាក់ស្ដៅចាប់ពីយកមកបាញ់ជ្រៀតពោតតន់វានៅក្តៅបដៅទៅនៅភ្លេងកម៉ាក្មេងនៅវាខ្លៅខ្ញុំចាប់ពូរឿងរ៉ាវជីវិតសំដីខ្ញុំមកដូចពូថៅសំដីខ្ញុំមកដូចពូថៅសំដីខ្ញុំមកដូចពូថៅ